គម្ពីរស្ដីពីដើមកំណើតផ្ទៃមេឃនិងផែនដីតាមរយៈដំណឹងល្អនៃក្រុមជំនុំដែលថ្វាយបង្គំព្រះនៅថ្ងៃទី7និងរងចាំព្រះគ្រីស្ទយាងមកវិញនៅលើកទី2សូមជម្រាបសួរបងប្អូនទាំងអស់ជាទីនឹករលឹកគោរពរាប់អាននិងជាទីស្រឡាញ់នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទមុននឹងចាប់ផ្ដើមសិក្សាប្រធានបទនៅថ្ងៃនេះខ្ញុំសូមជម្រាបជូនដោយសង្ខេបពីក្រុមជំនុំដែលថ្វាយបង្គំព្រះនៅថ្ងៃទី7និងរងចាំព្រះគ្រីស្ទយាងមកវិញនៅលើកទី2នេះជាអ្នកណាកន្លងមកខ្ញុំបានប្រើភាសាអង់គ្លេសសម្ដៅប្រាប់ក្រុមជំនុំនេះប៉ុន្តែពេលនេះដើម្បីឲ្យបងប្អូនបានស្គាល់ច្បាស់ថាតើក្រុមជំនុំនេះជាក្រុមជំនុំអ្វីឲ្យពិតប្រាកដតាមព្រះបន្ទូលព្រះនោះខ្ញុំសូមជម្រាបដោយស្មោះត្រង់ថាក្រុមជំនុំនេះមិនមែនជានាមរបស់និកាយទេគឺជាក្រុមជំនុំឬជាពួកអ្នកថ្វាយបង្គំព្រះដែលចរិតលក្ខណៈការប្រតិបត្តិឆ្លុះបញ្ចាំងបង្ហាញពីជំនឿនិងការគោរពកោតខ្លាចដល់ព្រះដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងគម្ពីរយ៉ូហានចំពុក4ខ23ថាតែនឹងមានពេលវេលាមកក៏នៅឥឡូវនេះហើយនោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណនិងសេចក្តីពិតពីព្រោះព្រះវរបិតាទ្រង់រកពួកយ៉ាងនោះឲ្យបានថ្វាយបង្គំទ្រង់ហើយដែលព្រះយេស៊ូវគ្រីស្ទមានបន្ទូលនៅក្នុងគម្ពីរវិវរណៈចំពុក12ខ17ថានាគក៏ខឹងនឹងស្ត្រីនោះហើយចេញទៅច្បាំងនឹងសំណល់ពូជនាងទាំងប៉ុន្មានជាពួកអ្នកដែលកាន់តាមបញ្ញត្តិព្រះហើយមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវពាក្យថាស្ត្រីនេះមិនមែនសំដៅលើមនុស្សស្រីទេគឺជាពាក្យអត្ថបដិរូបជានិមិត្តរូបនៃក្រុមជំនុំដោយព្រះយេស៊ូវមានបន្ទូលពីស្ត្រីព្រហ្មចារី10នាក់ដែលរងចាំកូនកំឡោះដើម្បីរៀបមង្គលការហើយក៏ជាក្រុមជំនុំដែលត្រៀមខ្លួនរងចាំព្រះយេស៊ូវគ្រីស្ទយាងមកវិញដើម្បីទទួលពួកគេទៅឯនគររបស់ទ្រង់ដោយទ្រង់បានមានបន្ទូលផ្ដាំនៅក្នុងគម្ពីរយ៉ូហានចំពុក14ខ1ថាកុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយអ្នករាល់គ្នាជឿដល់ព្រះហើយចូលជឿដល់ខ្ញុំដែរនៅក្នុងដំណាក់នេះព្រះវរបិតាខ្ញុំមានទីលំនៅជាច្រើនពុំនោះខ្ញុំបានប្រាប់អ្នករាល់គ្នាហើយខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នានោះខ្ញុំនឹងត្រឡប់មកវិញនឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរអ្នកណាក៏ដោយដែលថ្វាយបង្គំព្រះនៅថ្ងៃទី7តាមបញ្ញត្តិ10ប្រការហើយរស់នៅត្រៀមខ្លួនដល់ប្រុងប្រយ័ត្នរងចាំព្រះយេស៊ូវត្រឡប់មកវិញនោះអ្នកនោះគឺជាពួកអ្នកដែលព្រះបិតាទ្រង់រកឲ្យបានថ្វាយបង្គំទ្រង់ដោយវិញ្ញាណនិងសេចក្តីពិតដោយព្រះយេស៊ូវគ្រីស្ទមានបន្ទូលនៅក្នុងគម្ពីរយ៉ូហានចំពុក4ខ23នោះឯងដូច្នេះសរុបសេចក្តីមកអ្នកណាក៏ដោយដែលកាន់តាមបញ្ញត្តិ10ប្រការឥតលើកចោលប្រការណាមួយនោះនឹងរស់នៅត្រៀមខ្លួនរងចាំព្រះគ្រីស្ទយាងមកវិញអ្នកនោះក៏រាប់ថាជាក្រុមជំនុំដែលថ្វាយបង្គំព្រះនៅថ្ងៃទី7និងរងចាំព្រះគ្រីស្ទយាងមកវិញនៅលើកទី2នោះដែរបើសិនជាគេបានប្រតិបត្តិតាមបញ្ញត្តិ10ប្រការរបស់ព្រះដោយក្តីស្រឡាញ់ហើយមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវពេលអធិដ្ឋានសូមបងប្អូនសម្រុំចិត្តអធិដ្ឋានយាងព្រះវិញ្ញាណបរិសុទ្ធមកគង់ជាមួយនឹងយើងរាល់គ្នាក្នុងពេលថ្វាយបង្គំព្រះវរបិតានិងព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃទ្រង់អោព្រះវរបិតានៃឋានសួគ៌ទូលបង្គំសូមលើកសរសើរដំកើងទ្រង់ជាព្រះដ៏ពិតដែលមានប្រជញ្ញរស់នៅសូមទ្រង់ចាត់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកសន្ធិដ្ឋនៅក្នុងចិត្តទូលបង្គំរាល់គ្នាដើម្បីឲ្យទូលបង្គំរាល់គ្នាបានថ្វាយបង្គំទ្រង់ដោយវិញ្ញាណនិងសេចក្តីពិតសូមទ្រង់អត់ទោសដល់ការរំលងរបស់ទូលបង្គំរាល់គ្នាដែលទាស់នឹងទ្រង់ដោយដែលទូលបង្គំមិនអត់ទោសការរំលងរបស់អ្នកដែលទាស់នឹងទូលបង្គំផងដែរទូលបង្គំអធិដ្ឋាននៅក្នុងព្រះបរមនាមព្រះយេស៊ូវគ្រីស្ទអាមែនសូមយាងព្រះវិញ្ញាណបរិសុទ្ធមកសន្ធិដ្ឋក្នុងចិត្តយើងខ្ញុំគ្រប់ប្រាណស
សូមផ្ដល់ព្រះពរនៃក្តីសង្សារនឹងបានដើរតាមទ្រង់រៀងរាល់ថ្ងៃអាមែនអាមែននេះជាការនិទានរឿងសម្រាប់កុមារាកុមារីសួស្តីបងប្អូនកុមារាកុមារីនិងបងប្អូនជាទីស្រឡាញ់នៅថ្ងៃបរិសុទ្ធនេះខ្ញុំយករឿងស្ដេចយេរ៉ូបោមប្រាប់អ្នកសំណប់ព្រះឲ្យទិដ្ឋានឲ្យដៃទ្រង់បានជាឡើងវិញ King Jeroboam told the man of God to pray for his hand to be restored រឿងនឹងមាននៅក្នុងគម្ពីរពង្សាវតារក្សត្រទី1ចំពោះ13ខ5ដល់ខ10ដូច្នេះសូមរងចាំស្ដាប់ទាំងអស់គ្នាណានោះស្ដេចទ្រង់មានបន្ទូលទៅអ្នកសំណប់របស់ព្រះថាសូមទូលអង្វរដល់ព្រះយេហូវ៉ាជាព្រះនៃអ្នកហើយអធិដ្ឋានឲ្យខ្ញុំផងដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញអ្នកសំណប់របស់ព្រះក៏ទូលអង្វរដល់ព្រះយេហូវ៉ារួចព្រះហស្ថស្ដេចបានជាឡើងដោយកាលដើមវិញដូច្នេះស្ដេចទ្រង់មានបន្ទូលទៅអ្នកសំណប់របស់ព្រះថាអញ្ជើញទៅផ្ទះខ្ញុំលំហើយខ្លួនបន្តិចសិនខ្ញុំនឹងឲ្យរង្វាន់ដល់អ្នកតែអ្នកសំណប់របស់ព្រះទូលឆ្លើយថាបើទុកជាទ្រង់ប្រទានអំណាចទ្រង់មួយចំហៀងមកទូលបង្គំក៏ទូលបង្គំមិនទៅជាមួយនឹងទ្រង់ដែរទូលបង្គំមិនព្រមទទួលទាននំប៉័ងឬទឹកនៅទីនេះឡើយបើព្រះយេហូវ៉ាទ្រង់បានហាមទូលបង្គំថាកុំឲ្យឯងបរិភោគអាហារឬទឹកហើយកុំឲ្យវិលមកវិញតាមផ្លូវដែលឯងទៅនោះឡើយដូច្នេះគាត់ក៏ចេញទៅតាមផ្លូវមួយទៀតឥតវិលទៅតាមផ្លូវដែលមកដល់ក្រុងបេតអែលនោះទេរឿងនេះចប់តែប៉ុណ្ណេះសូមបងប្អូននិងបងប្អូនកុមារាកុមារីអរគ្នាជំរុំចិត្តអធិដ្ឋានជាមួយខ្ញុំអោព្រះបិតាដែលគង់នៅស្ថានសួគ៌ទូលបង្គំអរគុណដល់ទ្រង់ចំពោះថ្ងៃបរិសុទ្ធដែលទ្រង់បានញែកឲ្យទូលបង្គំរាល់គ្នាបានមកថ្វាយបង្គំទ្រង់និងរក្សាបរិសុទ្ធហើយទូលបង្គំអរគុណទ្រង់ចំពោះបងប្អូននិងបងប្អូនកុមារាកុមារីដែលតែងតែមកផ្ទៀងស្ដាប់ព្រះបន្ទូលទ្រង់ទូលបង្គំមិនអាក់ខាននឹងទិដ្ឋានឲ្យពួកគេបានប្រកបដោយសេចក្តីសុខសាន្តនិងប្រគុណទ្រង់ឡើយហើយទូលបង្គំក៏អធិដ្ឋានឲ្យដល់បងប្អូនជាជនដែលរស់នៅតាមព្រំដែនផងដែរទូលបង្គំនឹងមិនឈប់អធិដ្ឋានទេដល់ពួកគេរហូតទាល់តែមានសេចក្តីសុខសាន្តកើតឡើងវិញចំពោះបងប្អូននៅទីនោះហើយក៏ទទួលបានផ្ទះសម្បែងរបស់គេត្រឡប់មកវិញតែទូលបង្គំដឹងថាទាំងអស់នេះគឺទ្រង់ជាអ្នកសម្រេចដោយម្ដេចនោះគឺតាមប្រតិបត្តិទ្រង់ទូលបង្គំអរគុណទ្រង់និងសូមថ្វាយគ្រប់ការទាំងអស់នេះទៅឲ្យទ្រង់នៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនការអានព្រះបន្ទូលព្រះបើបងប្អូនមានព្រះគម្ពីរបរិសុទ្ធសូមបងប្អូនបើកទៅគម្ពីរអេសាយជំពូក8ខ19ហើយសូមអានជាមួយខ្ញុំកាលបើអ្នកណាពោលដល់ឯងថាចូលរកពួកគ្រូខាបនិងគ្រូគាថាដែលចេញសំឡេងអ៊ីអ៊ូហើយងុំនោះត្រូវឆ្លើយថាគួរគប្បីឯបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញតើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអីនៅក្នុងគម្ពីរ King James Version សរសេរថា And when they shall say unto you seek unto them that have familiar spirits and unto wizards that peep and that murder should not a people seek unto their God for the living to the dead សូមព្រះអង្គប្រទានពរដល់ការអានព្រះបន្ទូលព្រះការសិក្សាព្រះបន្ទូលនៅថ្ងៃបរិសុទ្ធមុនយើងបានសិក្សាដឹងថាមនុស្សដែលមានវិញ្ញាណអារក្សអសោចចូល
មិនមានលក្ខខណ្ឌដូចគ្នានឹងមនុស្សដែលមានព្រះវិញ្ញាណនៃព្រះសន្ធិដ្ឋនៅលើនោះទេពីព្រោះមនុស្សដែលមានព្រះវិញ្ញាណនៃព្រះសន្ធិដ្ឋលើគេមិនបាត់បង់សតិវង្វេងវង្វាន់ភ្លេចថាខ្លួនជាអ្វីនោះឡើយពិសេសជាងនេះទៅទៀតគេសម្ដែងសេចក្តីដែលលើកដំកើងព្រះនិងព្រះយេស៊ូវហើយជីវិតរស់នៅរបស់គេបានឆ្លុះបញ្ចាំងពីព្រះបន្ទូលព្រះដូច្នេះតើព្រះវិញ្ញាណនៃព្រះសន្ធិដ្ឋលើមនុស្សតាមរបៀបដូចម្ដេចនៅថ្ងៃបរិសុទ្ធនេះយើងនឹងសិក្សាចង់ដឹងថាតើរបៀបដូចម្ដេចដែលព្រះវិញ្ញាណនៃព្រះសន្ធិដ្ឋលើមនុស្ស How does the Spirit of God dwell in a person ឥឡូវនេះសូមបងប្អូនសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំសិនមុននឹងយើងសិក្សាអោព្រះបិតានៃស្ថានសួគ៌ទូលបង្គំសូមលើកដំកើងទ្រង់ជាព្រះដ៏ពិតមានព្រះជន្មរស់នៅសូមបើកទ្វារចិត្តទូលបង្គំរាល់គ្នាឲ្យយល់តាមតែព្រះបន្ទូលទ្រង់ប៉ុណ្ណោះហើយក៏សូមបំភ្លឺភ្នែកចិត្តនៃទូលបង្គំឲ្យដឹងពីល្បិចកលរបស់រក្សាតាំងនិងសេចក្តីល្បួងរបស់វាហើយសូមប្រទានអំណាចឲ្យទូលបង្គំបានឈ្នះវាដោយសារព្រះយេស៊ូវគ្រីស្ទដែលមានអំណាចបារមីឈ្នះវាទូលបង្គំអធិស្ឋាននៅក្នុងព្រះបរមនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនពេលដែលគម្ពីរចែងថាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សន្ធិដ្ឋលើខ្ញុំតើនឹងមានន័យថាព្រះជាម្ចាស់ទ្រង់ចាត់ព្រះវិញ្ញាណរបស់ទ្រង់មកសន្ធិដ្ឋលើខ្ញុំអញ្ចឹងមែនឬនៅពេលដែលពួកអ្នកជឿគ្រប់គ្នាអធិដ្ឋានទូលសូមឲ្យព្រះវិញ្ញាណទ្រង់គង់នៅជាមួយគេនោះតើទ្រង់នឹងចាត់ព្រះវិញ្ញាណទ្រង់មកគង់នៅជាមួយគេគ្រប់គ្នាដោយមិនដេចទៅឧទាហរណ៍ក្នុងករណីនៃពួកសាវកនៅពេលបុណ្យទី50តើព្រះវិញ្ញាណទ្រង់នោះដូចជាផ្លែឈើមួយដែលអ្នកណាសុំនោះក៏ត្រូវបានទទួលបំណែកនៃផ្លែនោះចឹងឬព្រះវិញ្ញាណមិនមែនជារូបិយវត្ថុដែលយកមកបំបែកជាចំណែកឬជាបណ្ដុំនៃពួកអង្គទេវៈនោះឡើយដូច្នេះព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មិនបែងចែកព្រះវិញ្ញាណរបស់ទ្រង់ដូច្នោះទេទ្រង់ប្រស័យតាក់ទងជាមួយទេវតានិងមនុស្សដោយសារព្រះវិញ្ញាណនៃទ្រង់នោះឯងមនុស្សយើងប្រស័យតាក់ទងគ្នាដឹងការអ្វីពីគ្នាដោយសារការសន្ទនាដោយខ្មែរយើងធ្លាប់និយាយលេងថាតើតែគេប្រាប់ទើបយើងដឹងប៉ុន្តែព្រះមិនមែនជាមនុស្សទ្រង់ញៀនដឹងឬជ្រាបដឹងពីអ្វីទាំងអស់អំពីមនុស្សសូម្បីតែអ្វីដែលគេគិតនៅក្នុងចិត្តគម្ពីរកិច្ចការជំពូក15ខ8ចែងថានោះព្រះដ៏ជ្រាបនៅចិត្តមនុស្សទាំងឡាយទ្រង់បានធ្វើបន្ទាល់ពីគេដោយទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់គេដូចជាដល់យើងរាល់គ្នាដែរព្រះទ្រង់ជ្រាបពីអ្វីនៅក្នុងមនុស្សគឺនៅក្នុងចិត្តរបស់គេមុនគេអំពាវនាវទៀតផងពីព្រោះគម្ពីរអេសាយជំពូក65ខ24ចែងថាគ្រានោះមុនដែលគេអំពាវនាវនោះអញនឹងតបឆ្លើយហើយកាលគេកំពុងតែចេញសម្ដីនៅឡើយនោះអញនឹងស្ដាប់ដែរដូចជាព្រះវរបិតានៃទ្រង់ព្រះយេស៊ូវក៏ជ្រាបពីអ្វីនៅក្នុងចិត្តមនុស្សដែរគម្ពីរលូកាជំពូក5ខ21ដល់ខ22ចែងថានោះពួកអាចារ្យនិងពួកផារីស៊ីចាប់តាំងរិះគិតគ្នាថាតើអ្នកនេះដែលពោលពាក្យប្រមាថព្រះដូច្នេះក្រៅពីព្រះមួយតើមានអ្នកណាអាចនឹងអត់ទោសបាបបានតែព្រះយេស៊ូវបានជ្រាបគំនិតគេក៏មានព្រះបន្ទូលសួរថាហេតុអ្វីបានជាអ្នករិះគិតក្នុងចិត្តដូច្នេះឯគម្ពីរអេសាយជំពូក63ខ9ចែងថាក្នុងគ្រប់ទាំងសេចក្តីទុក្ខវេទនារបស់គេនោះទ្រង់ក៏រងទុក្ខដែរហើយទេវតាដែលនៅចំពោះទ្រង់បានសង្គ្រោះគេ
ទ្រង់បានប្រោសលួសគេដោយសេចក្តីស្រឡាញ់និងសេចក្តីមេត្តាករុណារបស់ទ្រង់កាលពីចាស់បុរាណទ្រង់បានលើកគេបីទៅជាដរាបដោយសារព្រះទ្រង់ជ្រាបអ្វីៗគ្រប់យ៉ាងនៃមនុស្សយ៉ាងជិតជាទីបំផុតដូច្នេះហើយទ្រង់ចាត់ទេវតាដែលជាអ្នកបម្រើទ្រង់ឲ្យទៅជួយមនុស្សពួកទេវតាដែលជាវិញ្ញាណបម្រើគឺអាចប្រៀបប្រដូចទៅនឹងភ្នាក់ងារឬឧបករណ៍សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងព្រះនិងមនុស្សបើនិយាយចំពោះមនុស្សយើងគឺឧបមាដូចជា Wi-Fi អញ្ចឹងបងប្អូនគិតថាដូច្នេះទេយើងអាចភ្ជាប់ទំនាក់ទំនងគ្នាដោយមិនមានវត្តមាននៅជាមួយគ្នាគឺមិនអង្គុយទល់មុខគ្នាចែកគ្នានិយាយគ្នាទេតើយើងមិនបានសិក្សាថ្មីនេះទេថាដែលព្រះបានបើកសម្ដែងសេចក្តីដល់ព្រះយេស៊ូវដើម្បីឲ្យមនុស្សបានដឹងដោយចាប់ទេវតារបស់ទ្រង់ទៅប្រាប់បើកបង្ហាញមនុស្សទេឬអីដូចគ្នានេះដែរនៅពេលដែលគម្ពីរចែងថាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សន្ធិដ្ឋលើនរណាម្នាក់គឺមានន័យថាព្រះចាត់ទេវតានៃទ្រង់ទៅឯមនុស្សដើម្បីឲ្យគេបានប្រាប់ពីសេចក្តីដែលព្រះវិញ្ញាណទ្រង់ជ្រាបដឹងអំពីអ្នកនោះគឺបង្ហាញប្រាប់ពីផាតីនៃទ្រង់ដល់គេទៅឯងគឺជាព្រះវិញ្ញាណនៃព្រះដែលបណ្ដាលឲ្យទេវតារបស់ទ្រង់ដឹងពីការអ្វីដែលទ្រង់នឹងសម្រេចធ្វើហើយចាត់ពួកគេទៅប្រកាសប្រាប់មនុស្សពីដំណឹងនោះគឺពីដំណឹងល្អក្តីពន្យល់ពីព្រះបន្ទូលក្តីផ្ដល់កម្លាំងចិត្តក្តីការពារសុវត្ថិភាពពមានដាស់តឿននឹងការអ្វីទៀតជាច្រើនដែលមានចែងនៅក្នុងព្រះគម្ពីរឥឡូវនេះសូមយើងគិតពិចារណាអំពីខគម្ពីរកិច្ចការជំពូក10ខ1ដល់ខ4ដែលចែងថារីឯនៅក្រុងសេសារៀមានមនុស្សម្នាក់ឈ្មោះកូនេលៀសជាមេលើកងទ័ពដែលហៅថាកងទ័ពអ៊ីតាលីជាអ្នកគោរពហើយកោតខ្លាចដល់ព្រះព្រមទាំងពួកគ្រួសាររបស់លោកទាំងអស់ផងលោកក៏ដាក់ទានជាច្រើនដល់ពួកជនហើយអំពាវនាវដល់ព្រះជានិច្ចលោកបានឃើញការជាក់ស្ដែងយ៉ាងច្បាស់ប្រហែលជាម៉ោង3រសៀលគឺបានឃើញទេវតានៃព្រះមកឲ្យលោកពោលថាកូនេលៀសអើយលោកក៏សម្លឹងមើលទៅទេវតាទាំងភ័យហើយឆ្លើយថាព្រះអង្គម្ចាស់អើយតើមានការអ្វីទេវតាប្រាប់ថាសេចក្តីអធិដ្ឋាននិងការដាក់ទានដល់អ្នករបស់អ្នកបានឡើងទៅទុកជាសេចក្តីរំលឹកនៅចំពោះព្រះហើយសេចក្តីអំពាវនាវរបស់លោកនឹងគឺជាសេចក្តីអធិដ្ឋានរបស់លោកទៅព្រះទេវតាយកការអធិដ្ឋានរបស់មនុស្សទៅកាន់ព្រះនោះគឺជាការអធិដ្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទពុទ្ធថានៅក្នុងគម្ពីរវិវរណៈចំពុក8ខ3ដល់ខ4ទេវតាយកការអធិដ្ឋានដែលជាក្លិនក្រអូបពីអ្នកបរិសុទ្ធគឺយកចេញពីអាសនាទៅនោះអាសនានោះគឺជាតំណាងឲ្យព្រះយេស៊ូវហើយបងប្អូនសិក្សាអំពីរោគអបោសុតនោះគឺនឹងបានយល់កាន់តែច្បាស់តើខនេះយើងនិយាយអំពីខគម្ពីរកិច្ចការចំពុក10ខ1ដល់ខ4ដែលខ្ញុំអានចប់នេះមិនបង្ហាញប្រាប់ថាព្រះភ្ជាប់ទំនាក់ទំនងនឹងលោកកូនេលៀសដោយចាត់ទេវតាឲ្យមកប្រាប់លោកថាព្រះបានជ្រាបគឺទ្រង់ជ្រាបដោយព្រះវិញ្ញាណនៃទ្រង់ជ្រាបហើយនឹងទទួលការអធិដ្ឋានរបស់គាត់ទេឬអីទេវតាហើរចុះឡើងនៅលើជណ្ដើរ
ពីផែនដីទៅស្ថានសួគ៌ដែលចែងក្នុងគម្ពីរលោកុបាតចំពុក28ខ12ហើយនិងគម្ពីរយ៉ូហានចំពុក1ខ51ដែលយើងបានអាននិងបានសិក្សាកន្លងទៅនេះមិនមែនហើរចុះឡើងលេងសប្បាយកំសាន្តកាយនោះទេនេះគឺជាដំណើរដែលពួកគេធ្វើការបម្រើព្រះដោយនាំដំណឹងចុះឡើងពីព្រះមកមនុស្សនិងពីមនុស្សទៅឯព្រះការងារនោះក៏ត្រូវឆ្លងកាត់តាមព្រះយេស៊ូវជាព្រះរាជបុត្រាពីព្រោះទ្រង់ខ្ពស់ជាងពួកទេវតាពុទ្ធគម្ពីរហេព្រើរចំពុក1ខ4ចែងថាហើយដែលទ្រង់បានទទួលនាមមួយទុកជាមរតកជានាមដែលប្រសើរជាងនាមរបស់ពួកទេវតាប៉ុណ្ណានោះទ្រង់ក៏បានត្រឡប់ជាពិសេសជាងពួកទេវតាប៉ុណ្ណោះដែរហើយនេះហើយបានជាសេចក្តីអធិដ្ឋានដែលទេវតាយកទៅឯបល្ល័ង្កព្រះនោះជាសេចក្តីអធិដ្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទនៅក្នុងគម្ពីរយ៉ូហានព្រះយេស៊ូវគឺគម្ពីរយ៉ូហានចំពុក14ខ13ព្រះយេស៊ូវមានបន្ទូលផ្ដាំពួកសិស្សរបស់ទ្រង់ថាដូច្នេះហើយការអ្វីក៏ដោយដែលអ្នករាល់គ្នានឹងសូមដែលនៅឈ្មោះខ្ញុំនោះខ្ញុំនឹងសម្រេចឲ្យដើម្បីឲ្យព្រះវរបិតាបានដំកើងឡើងក្នុងព្រះរាជបុត្រាបើអ្នករាល់គ្នានឹងសូមអ្វីដែលនៅឈ្មោះខ្ញុំនោះខ្ញុំនឹងសម្រេចឲ្យទោះបីជាពួកទេវតាជាវិញ្ញាណបម្រើក៏ដោយក៏ពួកគេមិនមែនជាព្រះវិញ្ញាណបរិសុទ្ធទេសូមកុំយល់ច្រឡំកន្លែងនេះឲ្យសោះពួកគេជាអ្នកបម្រើរបស់ព្រះវរបិតានិងព្រះរាជបុត្រាគម្ពីរចែងថាពួកគេជាទេវតាបរិសុទ្ធដោយសារពួកគេបម្រើព្រះដ៏បរិសុទ្ធមិនមែនបម្រើសាតាំងពន្លឺដែលចែងចាំងពីពួកគេនោះមិនកើតឡើងដោយអំណាចគេនោះទេពួកគេមានរូបកាយនិងវិញ្ញាណដែលអាចទទួលដំណឹងពីព្រះវិញ្ញាណនៃព្រះបានហើយគឺពួកគេត្រូវបានព្រះបង្កើតឲ្យគេដូច្នោះដែលខុសអំពីមនុស្សថានៅក្នុងគម្ពីរទំនុកដង្កើងចំពុក8ខ4ដល់ខ5ចែងថានោះតើមនុស្សជាអ្វីដែលទ្រង់នឹករលឹកដល់គេហើយកូនមនុស្សផងដែលទ្រង់ប្រោសដូច្នេះត្បិតទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេក៏បានបំពាក់ស្រីល្អនឹងគេឈ្មោះឲ្យទុកជាមកុដសាវកពូលបានលើកខនេះមកបញ្ជាក់ប្រាប់នៅក្នុងគម្ពីរហេព្រើរចំពុក2ខ5ដល់ខ7ថារីឯនៅបរលោកដែលយើងខ្ញុំនិយាយនេះទ្រង់មិនបានបញ្ចុះបញ្ចូលមកក្រោមអំណាចនៃពួកទេវតាទេតែមានមនុស្សម្នាក់បានធ្វើបន្ទាល់នៅកន្លែងណាមួយថាតើមនុស្សជាអ្វីបានជាទ្រង់យកចិត្តទុកដាក់នឹងគេឬក៏មនុស្សបានជាទ្រង់ប្រោសដូច្នេះទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេក៏បានបំពាក់ស្រីល្អនឹងគេឈ្មោះឲ្យទុកជាមកុដទ្រង់បានតាំងឡើងឲ្យត្រួតត្រាលើអស់ទាំងការនៃព្រះហស្ថទ្រង់ខ្ញុំសូមបញ្ជាក់បន្តិចត្រង់សេចក្តីថាបំពាក់ស្រីល្អនឹងគេឈ្មោះឲ្យទុកជាមកុដបញ្ចុះបញ្ចូលគ្រប់ទាំងអស់ទោះបីជាសេចក្តីនេះសំដៅចំពោះមនុស្សលោកក្តីក៏សាវកពោលបញ្ជាក់ក្នុងខ8ថាហើយដែលទ្រង់បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់នោះគឺមិនបានទុកអ្វីដែលមិនចុះចូលសោះឡើយតែសពថ្ងៃនេះយើងមិនទាន់ឃើញគ្រប់ទាំងអស់ចុះចូលនៅឡើយទេមានតែព្រះយេស៊ូវដែលយាងមកចាប់កំណើតជាកូនមនុស្សប៉ុណ្ណោះដែលទ្រង់បានសម្រេចតាមសេចក្តីនោះឯងព្រោះនៅក្នុងខ9ចែងថាគឺលោកមានប្រសាសន៍ទៀតថាតែយើងឃើញព្រះយេស៊ូវវិញដែលព្រះបានធ្វើឲ្យទាបជាងពួកទេវតាបន្តិចទ្រង់ពាក់សិរីល្អនិងល្បីព្រះនាមទុកជាមកុដដោយព្រោះទ្រង់បានរងទុក្ខសគត់ដើម្បីនឹងភ្លក់សេចក្តីស្លាប់ជំនួសមនុស្សទាំងអស់ដោយនៅព្រះគុណនៃព្រះរួមសេចក្តីមកព្រះវរបិតានិងព្រះយេស៊ូវភ្ជាប់ទំនាក់ទំនងប្រស័យតាក់ទងនឹងមនុស្សដោយចាត់ទេវតាជាវិញ្ញាណបម្រើ
មកបង្ហាញប្រាប់មនុស្សឲ្យដឹងពីប្រតិទ្រង់ពួកទេវតាគ្រាន់តែជាអ្នកនាំសារនាំសេចក្តីដែលព្រះវិញ្ញាណបណ្ដាលប្រាប់ឲ្យដឹងប៉ុណ្ណោះជំនឿជឿថាព្រះវិញ្ញាណមកសន្ធិដ្ឋដូចជាព្រលឹងវិញ្ញាណអណ្ដែតមកចូលឬសន្ធិដ្ឋនៅលើមនុស្សនោះគឺដូចជាវិញ្ញាណអារៈអាសោចចូលខ្លួនមនុស្សទៅវិញទេហើយជំនឿនេះគឺផ្ទុយពីព្រះគម្ពីរដែលបានចែងការជឿយ៉ាងដូច្នោះគឺប្រៀបដូចជារាប់ព្រះទៅដូចជាអរិយសាតាំងទៅវិញទេដូច្នេះតើការអធិដ្ឋាននឹងបានទៅដល់ព្រះឬទេនេះជាល្បិចកលរបស់អរិយសាតាំងដែលបំភាន់មនុស្សឲ្យជឿដូច្នោះដើម្បីឲ្យវាបានទទួលការគោរពបូជាថ្វាយបង្គំមកពីមនុស្សហើយដោយសារតែគេបានជឿលើជំនឿដែលផ្ទុយនឹងព្រះបន្ទូលព្រះតើបងប្អូនយល់យ៉ាងដូច្នេះឬទេដូច្នេះហើយបានជាព្រះយេហូវ៉ាទ្រង់មានបន្ទូលនៅក្នុងគម្ពីរអេសាយជំពូក8ខ19ថាកាលបើអ្នកណាពោលដល់ឯងថាចូលរកពួកគ្រូខាបនិងគ្រូគាថាដែលចេញសម្លេងអ៊ីអ៊ូហើយងុំនោះត្រូវឆ្លើយថាគួរក៏បីឲ្យបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញតើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វីហើយអ្វីបានជាទ្រង់មានបន្ទូលដូច្នោះពីព្រោះវិញ្ញាណទាំងប៉ុន្មានដែលមកចូលក្នុងមនុស្សនោះគឺជាវិញ្ញាណអរិយអសោចទេទោះជាក្នុងរបៀបដូចមួយដេចក៏ដោយបែបដូចមួយដេចក៏ដោយមកជាយ៉ាងណាក៏ដោយគឺថាមកជាអរិយចូលជាខ្មោចចូលគឺជាវិញ្ញាណរបស់អរិយអសោចអរិយសាតាំងតែប៉ុណ្ណោះតើបងប្អូនយល់អញ្ចឹងទេឥឡូវនេះសូមអធិដ្ឋានជាមួយខ្ញុំអោព្រះវរបិតាដែលគង់ស្ថានសួគ៌ទូបង្គំសូមអរព្រគុណទ្រង់ដែលឲ្យទូបង្គំដឹងពីសេចក្តីក្នុងព្រះវិញ្ញាណនៃទ្រង់មកដល់ទូបង្គំជាដូចម្ដេចគឺដោយសារពួកទេវតាជាវិញ្ញាណបម្រើរបស់ទ្រង់នៅក្នុងអំណាចនៃព្រះយេស៊ូវគ្រីស្ទជាព្រះបុត្រានៃទ្រង់ទូបង្គំអរព្រគុណទ្រង់និងសូមអធិដ្ឋាននៅក្នុងព្រះបរមនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមរងចាំបន្តការសិក្សានៅព្រឹកថ្ងៃបរិសុទ្ធក្រោយដែលត្រូវជាព្រឹកថ្ងៃសៅរ៍នៅកម្ពុជាដំណឹងល្អពីការថែរក្សាសុខភាពនៅថ្ងៃបរិសុទ្ធនេះយើងបន្តការសិក្សាអំពីអត្ថប្រយោជន៍នៃស្លឹកដំឡូងមីបន្តទៅទៀតយោងតាម healthbenefitstimes.com សារធាតុ carotenoids នៅក្នុងស្លឹកដំឡូងមីដូចជា beta carotene និង lutein មានជីវជាតិនិងមានឥទ្ធិពលលើសុខភាព beta carotene ត្រូវបានគេវិតម្លៃថាវាមានសមត្ថភាពអាចប្រែក្លាយទៅជាវីតាមីន A នៅក្នុងខ្លួនម្យ៉ាងវិញទៀតសារធាតុ lutein ត្រូវបានបង្ហាញថាជួយដល់សុខភាពភ្នែកនិងជួយដល់លក្ខខណ្ឌតាក់ទងនឹងជំងឺ Metabolism សមាសធាតុទាំងនេះមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្មនិង radical សេរីដែលតាក់ទងទៅនឹងជំងឺរ៉ាំរ៉ៃរួមទាំងជំងឺមហារីកជំងឺទឹកនោមផ្អែមនិងជំងឺបេះដូងស្លឹកដំឡូងមីជួយគ្រប់គ្រងសម្ពាធឈាមឲ្យកាន់តែប្រសើរការផឹកតែស្លឹកដំឡូងមីអាចជួយកាត់បន្ថយសម្ពាធឈាមនិងបង្កើនប្រព័ន្ធការពាររាងកាយដូច្នេះស្លឹកដំឡូងមីនេះជាអាហារបន្ថែមដ៏ល្អសម្រាប់អ្នកដែលចង់គ្រប់គ្រងសម្ពាធឈាមនិងពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ
សារធាតុចិញ្ចឹមនៅក្នុងស្លឹកដំឡូងមីដូចជាវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មជួយដល់យន្តការការពាររបស់រាងកាយតាមរយៈការបញ្ចូលស្លឹកដំឡូងមីទៅក្នុងរបបអាហារបុគ្គលម្នាក់ៗអាចប្រើប្រាស់មធ្យោបាយធម្មជាតិដើម្បីទ្រទ្រង់សុខភាពសរសៃឈាមបេះដូងនិងភាពស៊ាំនឹងជំងឺមុននឹងជម្រាបលាបងប្អូននៅពេលនេះសូមបងប្អូនចូលរួមអធិដ្ឋានជាមួយខ្ញុំសិនអោព្រះវរបិតានៃឋានសួគ៌ទូលបង្គំអធិដ្ឋានសូមទ្រង់ការពារថែរក្សាបងប្អូននិងក្រុមគ្រួសារញាតិមិត្តទាំងអស់ឲ្យប្រកបដោយសេចក្តីសុខសេចក្តីចម្រើននៅក្នុងព្រះគុណទ្រង់ជានិច្ចទូលបង្គំអធិដ្ឋាននៅក្នុងព្រះបរមនាមព្រះយេស៊ូវគ្រីស្ទអាមែនបងប្អូនទូរទស្សនិកជនជាទីគោរពរាប់អានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទបើបងប្អូនយល់ឃើញថាការសិក្សាព្រះបន្ទូលនេះជាសេចក្តីដែលព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានបើកបង្ហាញឲ្យបងប្អូនបានយល់និងស្គាល់ព្រះយេហូវ៉ាថាជាព្រះដ៏ខ្ពស់បំផុតហើយនឹងព្រះយេស៊ូវជាព្រះជាបុត្រានៃទ្រង់ដែលមានសេចក្តីស្រឡាញ់ដ៏លើសលប់ដល់មនុស្សជាតិដែលប្រទាននៅអំណោយទាននៃជីវិតអស់កលនោះសូមបងប្អូនជួយចែកចាយដំណឹងល្អនេះដល់បងប្អូនខ្មែរយើងឲ្យទៀតផងក្នុងឱកាសនេះផងដែរខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនដែលបានចែកចាយដំណឹងល្អដល់បងប្អូនឯទៀតដែលពុំទាន់បានដឹងដើម្បីឲ្យគេបានទទួលសេចក្តីសង្គ្រោះដោយសេចក្តីជំនឿផងដែរបងប្អូនបានរួមចំណែកយ៉ាងធំជាមួយខ្ញុំជាបាវបម្រើដ៏ទូនទាបក្នុងការបម្រើព្រះនិងថ្វាយស្រីល្អដល់ទ្រង់សូមព្រះអង្គប្រទានពរដ៏វិសេសយ៉ាងបរិបូរណ៍ដល់បងប្អូនសូមព្រះអង្គគង់ជាមួយអ្នកលុះដល់គ្រាយើងបានជួបគ្នាជាថ្មីសូមអ្នកឃ្លានចេញទៅដោយសង្ឃសេរីជាផុតពីគ្រោះភ័យមានទ្រង់តាមថែរក្សា